ấy à cho bà phim chụp cho mọi người tao có ta show này nha cho tôi tha chị admin cho nè hơi ngày ní cứ admin trong một con nào kia đấy bạn tụi việc thả admin khang pop bị chứ mấy tay vào kia nơi tụi mơ tụi xa vào kia muốn xuống khám mơ lử ví dụ cứ cột bên hơi hay admin tụi xa một con khá lăng luôn á admin cứ thả ở lại mơ em từតែគ្នាយើងនៅតែ support ស្មារតីគ្នាអូយរួចចឹងឯងមិនធ្វើអត់បានមួយក៏មានកម្លាំងចិត្តដែរយីមែនហើយដូចជាអ្នកគ្នាខ្លះបានដឹងចឹងថាមិនឆ្នាំនេះខែទី12តែមិនបានទៅជាសកម្មចេញរឿងមកមានអីទេអ្នកគ្នាសាក់មិន stress ពីរឿងព្រានហើយអីដែលមានចូលចិត្តធ្វើហ្នឹងគឺការដែលធ្វើ YouTube ឃើញក៏មិនដែរអ្នកគ្នាពេញចិត្តសាច់រឿង admin ការដែលធ្វើរឿងធ្វើអីឲ្យអ្នកគ្នាមើលហ្នឹងអាហ្នឹងគឺជាការរីឡែកមួយរបស់ admin ណា admin enjoy ជាមួយវាមិនតែអត់មានអារម្មណ៍ថាហត់អត់មានអារម្មណ៍ថាអីអាហ្នឹងលក្ខណៈការងារដែលយើងស្រឡាញ់មួយចឹងណាគ្នាទាំងលក្ខណៈទៅជា childhood អ្វីដែលយើងចង់ធ្វើតាំងពីតូចផងហើយចឹងទៅមានអារម្មណ៍ថាសប្បាយចិត្តនឹងធ្វើហ្មងតែគ្នាលេងប៉ុណ្ណឹងបានហើយយើងចូលទៅវីដេអូយើងហ្មងទៅសួស្តីអ្នកគ្នាស្វាគមន៍ទាំងអស់គ្នាមកកាន់ Channel Remy ថ្ងៃនេះដែរ admin នាំអារម្មណ៍អ្នកទាំងអស់គ្នាមកមើលជាមួយនឹងរឿងភាគ1ដែលនិយាយអំពីសិស្សមួយក្រុមសិស្សវ័យជំទង់ដែលប្រឡូកជាមួយនឹងជីវវិទ្យាល័យតែមិនមែនបែបលក្ខណៈធម្មតានោះឡើយវាតាក់ទងទៅនឹងអាកំបាំងកូនភ្លុះហើយនឹងស្រមោលកេតកម្មលើកពីស្នេហាលើកពីការសងសឹកទៅទៀតតែវាគឺជាអាកំបាំងដែលរុំព័ទ្ធដោយអំណាចតើសាច់រឿងនេះមានអ្វីគួរឲ្យចាប់អារម្មណ៍កុំភ្លេចតាមដានចំណេះមានទាំងអស់គ្នាណាដើមដំបូងសាច់រឿងបានបង្ហាញអំពី Sharon នាងគឺជាតួឯកស្រីដែលជានារីដែលមានឥទ្ធិពលបំផុតនៅក្នុងសាលា Sharon តែងតែនិយាយថានាងមិនមែនចង់ធ្វើជាមេគេទេប៉ុន្តែរកពេលមានតែក្មេងខ្សោយត្រូវគេធ្វើបាបម្រាមដៃចូលរងគ្រោះតែងតែចង្អុលមកនាងឲ្យជួយជានិច្ចយើងឃើញជាដំបូង Sharon ចូលទៅរំដោះសិស្សម្នាក់ដែលត្រូវក្រុមក្មេងទំនឹងវាធ្វើបាបនាងមិនត្រឹមតែជួយទេនាងថែមទាំងបង្ខំសិស្សនោះឲ្យទៅបន្ទប់ព្យាបាល Sharon រំលឹកថានាងមានចរិតបែបនេះក៏ដោយសារតាលោកតារបស់នាងដែលជាគ្រូបាច់គុណលោកតាធ្លាប់បង្រៀននាងថាកម្លាំងមិនមែនសម្រាប់បង្អួតឬធ្វើឲ្យគេចោះចូលឡើយក៏ប៉ុន្តែវាគឺជាទំនួលខុសត្រូវសាច់រឿងក៏បានកាត់មកដល់ពេលដែល Sharon កំពុងទៅដើរនៅក្នុងសាលានាងក៏បានជួបទៅនឹងក្រុម Draven គឺមិនមែនជាសិស្សធម្មតាទេគេជាមេក្រុម AV ដែលជាបណ្ដុំកូនអ្នកមានកូនអ្នកនយោបាយនិងកូនសេដ្ឋីដែលមានឥទ្ធិពលបំផុតគេអាចបដូរថ្នាក់រៀនតាមចិត្តគេអាចធ្វើអ្វីដែលគេចង់បានដោយគ្មានគ្រូណាហ៊ានប៉ះពាល់គេដែរ Draven មើលមក Sharon ដោយក្រសែភ្នែកឌឺដងគេបាននិយាយឌឺដងថាសាលានេះវាអាប់អួរដោយសារតែទង្វើពួក Sharon ដែលចូលទៅចិត្តតែធ្វើជាចរិតវីរៈបុរសវីរៈនារីអីនឹងឯងប៉ុន្តែ Sharon មិនខ្លាចទេនាងតបទៅវិញយ៉ាងចាត់ដៃថាបើឯងខ្លាំងសាក់មកជប់អារម្មណ៍ត្រូវគេធ្វើបាបម្ដងទៅ Draven សាចំអរនិយាយពាក្យចម្លែកមួយថានាងគ្រាន់តែជាមនុស្សស្រីដែលបាបបោកបន្តិចប្រហែលជាបាក់ឆ្អឹងអស់ហើយ Sharon ក៏និយាយមិនឲ្យចាញ់ច្រាប់ឡើយនិងនិយាយថាកុំនិយាយច្រើនខ្ញុំចាំមើលថាអ្នកណាចាញ់អ្នកណាសាច់រឿងក៏បានកាត់មកដល់ពេលដែលក្នុងថ្នាក់រៀនមិត្តភ័ក្តិរបស់ Sharon គឺជា Fry និង Gia បានមកជជែកគ្នាពីរឿងកំ pl ែងរហូតដល់ពេលមួយហ្នឹង Archie ដែលជាសិស្សពូកាលេខ1ដែល Sharon កំពុងតែលួចស្រឡាញ់នោះឯងលើកយកព័ត៌មានក្តារកគុកមួយមកនិយាយនោះគឺការផ្ទុះនៅកំពង់ផែក្រុមមីស៊ូកាលពី2ឆ្នាំមុនដែលកំពុងតែល្បីឡើងវិញអាគីរៀបរាប់ថាមានលេខទូរស័ព្ទចម្លែកពាក់ព័ន្ធទៅនឹងករណីនេះដែលជាលេខទូរស័ព្ទក្មេងទំនើង2នាក់និងលេខដាមីនឹងបានន័យថាលេខទទេមួយទៀតអ្វីដែលរន្ធត់គឺមិត្តភក្តិកាលពីក្មេងរបស់អាគីគឺនាងគឺឈ្មោះថា Selena ក៏បានស្លាប់នៅក្នុងហេតុការណ៍នោះដែរជុតនេះអាចមានចង់បញ្ជាក់ថាវាគឺជាដំណើរដំបូងដែលបង្ហាញអំពីការស្លាប់របស់មនុស្សជាច្រើនកាលពី2ឆ្នាំមុនដែលវាមិនមែនជាគ្រោះថ្នាក់ធម្មតានោះទេជុតបន្ទាប់អ្នកគ្រូរីកាក៏បានទូរស័ព្ទឲ្យ Sharon ទៅយកឯកសារនៅបន្ទប់គ្រូបន្ទាប់ពីយកឯកសាររួច Sharon ក៏ត្រូវទៅប្រជុំជាមួយនឹងនាយកសាលាប៉ុន្តែនាងស្រាប់តែទទួលបានសារមួយប្រាប់ថាការប្រជុំត្រូវប្តូរទីតាំងទៅសាលចាស់នៅពេលដែល Sharon ទៅដល់សាលចាស់នាងមិនបានឃើញមានអ្នកមកប្រជុំទេតែនាងបានជួបជាមួយនឹង Draven បានបង្ខាំងនាងទៅក្នុងបន្ទប់នោះហើយចាក់សោពីខាងក្រៅទៀតក្នុងពេលជាមួយគ្នានោះដែរនៅក្នុងបន្ទប់ប្រជុំនាយកសាលានិងអ្នកគ្រូរីកាខឹងខ្លាំងណាស់តែប្រធានសិស្សមួយទាំងមូលមិនមកប្រជុំ
ជាលទ្ធផលគឺ Sharon ត្រូវបានដកចេញពីតំណែងប្រធានសិស្សភ្លាមៗពីបទគ្មានការទទួលខុសត្រូវហើយនេះគឺជាអន្ទាក់ដែល Traven រៀបចំដើម្បីធ្វើបាប Sharon ឲ្យបាក់មុខសាច់រឿងក៏បានកាត់មកដល់ពេលនោះដែល Sharon គឺខឹងខ្លាំងណាស់នាងក៏ទៅស៊ើបសួរពីមិត្តភ័ក្តិ Fry ដែលជាអ្នកជំនាញខាងព័ត៌មានបានរកឃើញគណនី Instagram របស់មនុស្សស្រីម្នាក់ឈ្មោះថា Charlie Sharon ស្រឡាញ់កាំងយ៉ាងខ្លាំងពីព្រោះថា Charlie នឹងគឺមានមុខមាត់ដូចជានាងបែបបិទគ្រាន់តែ Charlie គឺមានសក់វែង Charlie គឺជាអតីតសង្សាររបស់ Traven នោះឯងដែលបានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះនៅកំពង់ខេត្ត Misu កាលពី2ឆ្នាំមុន Sharon កាន់តែមានមន្ទិលនាងក៏សម្រេចចុចទូរស័ព្ទទៅសួរម៉ាក់របស់នាងទាំងយប់ម៉ាក់នាងក៏បានយំហើយរៀបរាប់ការពិតចេញមកការពិតទៅ Sharon នៅពេលដែល Sharon នៅបៅគ្រួសារមានវិបត្តិសេដ្ឋកិច្ចខ្លាំងណាស់រហូតដល់ពុកម្ដាយត្រូវលែងលះគ្នាពួកគេក៏មានកូនភ្លោះគឺ Sharon និង Shalisa គឺជា Charlie នេះឯងម្ដាយក៏យក Sharon មកចិញ្ចឹមចំណែកប៉ារបស់នាងក៏យក Charlie ទៅតែមួយពេលហ្នឹងឪពុកនាងបដូរលេខបដូរផ្ទះហើយផ្ដាច់ទំនាក់ទំនងជាមួយគ្នារហូតទៅម៉ាក់របស់នាងអត់ចង់ប្រាប់ការពិតព្រោះតែចង់ឲ្យ Sharon រស់នៅដោយស្ងប់សុខមិនចង់ឲ្យរំលឹកអំពីអតីតកាលដ៏ឈឺចាប់ទៅទេបន្ទាប់ពីដឹងការពិត Sharon បានទៅផ្ទះរបស់ Charlie នៅទីនោះនាងក៏បានជួបជាមួយនឹង Traven ប៉ុន្តែពេលនោះ Sharon បានស្ដីឲ្យ Traven យ៉ាងធ្ងន់ធ្ងរថាកុំស្វែងរកមនុស្សស្លាប់នៅក្នុងខ្លួនមនុស្សរស់អីទោះបីជានាងនិង Charlie ជាកូនភ្លោះតែពួកគេជំនួបផ្សេងគ្នា Traven ក៏បានផ្លាស់ប្ដូរចរិតហើយចាប់ផ្ដើមសហការជាមួយនឹង Sharon គេបាននាំនាងទៅជួបជាមួយនឹងមិត្តភក្តិរបស់គេគឺក្រុម Astro Viper ដែលជាក្រុម YP ហ្នឹងណាគឺ Traven បានទម្លាយអាកំបាំងដែលប៉ារបស់គេជាម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Aircon បានរកឃើញនោះគឺក្នុងថ្ងៃទូកំពុងផាយមីស៊ូមិនមានការទូទាត់សំណងណាមួយឡើយទោះបីជាខូចខាតរាប់រយលានដុល្លារក៏ដោយនេះមានន័យថាមានក្រុមម៉ាហ្វៀឬអ្នកមានអំណាចថ្នាក់ខ្ពស់បានបង់លុយបិទមាត់ដើម្បីបញ្ចប់រឿងរ៉ាវក៏បានកាត់មកដល់ពេលដែល Sharon និង Traven បានសម្រេចចិត្តចាប់ដៃគ្នាពួកគេមិនត្រឹមតែរកយុត្តិធម៌ឲ្យ Charlie ទេតែពួកគេត្រូវរកមុខឃាតករដែលធ្វើឲ្យជនរងគ្រោះរបស់អ្នកស្លាប់យ៉ាងអយុត្តិធម៌ Sharon បាននិយាយថាខ្ញុំខ្លាចតែពីរយ៉ាងទេគឺព្រះនិងអ្វីដែលគ្មានអ៊ីនធឺណិតក្រៅពីនោះគឺយើងនឹងសម្រុកចូលទាំងអស់រឿងនេះបានបង្ហាញអំពីភាពអយុត្តិធម៌នៅក្នុងសង្គមដែលអ្នកមានអំណាចអាចលុបបំបាត់ផុតតាំងឃាតកម្មបានយ៉ាងងាយ Sharon ពីក្មេងជាស្រីម្នាក់ដែលគ្រាន់តែចង់ធ្វើជាប្រធានសិស្សល្អតែបែរជាត្រូវមកទទួលបន្ទុកសងសឹកឲ្យប្អូនស្រីនិងតតាំងជាមួយនឹងក្រុមម៉ាហ្វៀទៅវិញតើ Sharon នឹងប្រាក់បាច់គុណដែលលោកតាបង្រៀនដើម្បីយកទៅវាយកំទេចពួកម៉ាហ្វៀនោះបានដែរឬទេហើយតើ Traven នឹងការពារ Sharon ដោយដែលគេធ្លាប់ការពារ Charlie ដែរឬទេចម្លើយទាំងអស់នេះនឹងមាននៅវគ្គបន្តតើអ្នកទាំងអស់គ្នាកុំភ្លេចចុច like comment ហើយ subscribe ឲ្យadminផងណាអរគុណសម្រាប់ការតាមដានទស្សនាចង់ប្រាប់អ្នកនរគ្នាថា love you bye bye ជួបគ្នានៅវីដេអូបន្ត